អត្ថន័យពិតអំពីសេរី3ប្រការនៃពិធីបុណ្យចូលឆ្នាំខ្មែរ 1. សេរីសួស្តីពេលព្រឹកនៃត្រង់ស្ថិតនៅត្រង់មុខព្រោះមនុស្សតែងតែលុបលាងមុខនៃធៀបស្ថិតនៅត្រង់មាត់ព្រោះមុខៈប្រែមកថាមាត់គឺសំដៅលើសម្ដីល្អប្រកបដោយវចីកម្ម4មិនកុហកមិនញុះញង់មិននិយាយអាក្រក់និងមិននិយាយពាក្យរយរាយឥតប្រយោជន៍ 2. សេរីសួស្តីពេលថ្ងៃត្រង់នៃត្រង់ស្ថិតនៅត្រង់ទ្រូងព្រោះថ្ងៃត្រង់តែងក្តៅមនុស្សតែងតែលាងទ្រូងឬងូតទឹកនៃធៀបស្ថិតនៅត្រង់ចិត្តសំដៅលើចិត្តល្អប្រកបដោយមនោកម្ម3មិនសម្លឹងចង់បានទ្រព្យគេមិនព្យាបាទគេនិងមានសមាទិដ្ឋិ 3. សេរីសួស្តីពេលប្រលប់នៃត្រង់ស្ថិតនៅត្រង់ជើងព្រោះមនុស្សតែងតែលាងជើងមុនចូលសម្រាននៃធៀបស្ថិតនៅត្រង់កាយគឺសំដៅដល់ការប្រព្រឹត្តល្អប្រកបដោយកាយកម្ម3មិនសម្លាប់មិនលួចនិងមិនប្រព្រឹត្តខុសក្នុងកាមចាស់បុរាណដែលយករឿងសេរី3ប្រការមកជាឧទាហរណ៍នៅពេលបុណ្យចូលឆ្នាំខ្មែរនេះគឺជាអ្នកប្រាជ្ញមានគំនិតខ្ពង់ខ្ពស់ចង់ឲ្យកុលបុត្រកុលធីតាទាំងឡាយរៀនគិតរៀនពិចារណារកឲ្យឃើញសេរីសួស្តីពិតប្រាកដសរុបមកគឺគាត់ចង់បង្រៀនអំពីកម្មបទ10ដោយមានរឿងជាឧទាហរណ៍សេរីទាំង3ប្រការសុទ្ធតែកើតពីអំពើរបស់ខ្លួនមិនមែនព្រោះការឲ្យពរពីនរណាម្នាក់ឡើយបើកុលបុត្រកុលធីតាខ្មែរទាំងឡាយស្គាល់អំពីប្រភពនៃការសាងសេរីដោយខ្លួនឯងប្រកាសជាសម្បូរមនុស្សល្អនៅក្នុងសង្គមអត្ថបទដើមដកស្រង់ចេញពីលោកគ្រូសានសុជា